ត្រីច្រើនណាស់បងប្អូនអ្នកដែលចេះរកអ្នកដែលចេះបង់សំណាញ់អ្នកដែលចេះដួសណាមិនដឹងជាយកត្រីទៅណាអស់ទេនិយាយពីថាឲ្យទៅដាក់សំណាញ់ចូលទៅក្នុងទឹកដាក់មងដាក់អីចូលក្នុងទឹកលើកឡើងណាគឺបានត្រីចំពោះឧបករណ៍ដែលគាត់យកទៅដួសហ្នឹងមើលទៅដូចជាធម្មតារបៀបថាមានសំណាញ់មានកលាយអញ្ចឹងទៅពេលដែលគាត់ដាក់ចូលទៅក្នុងទឹកហើយលើកមកវិញត្រីហ្នឹងគឺវាអត់ធ្លាយទៅណាទេគឺវាជាប់ក្បាលជាប់ទៅនឹងសំណាញ់ដែលគាត់ដាក់ហ្នឹងហើយខ្ញុំហៅសំណាញ់អញ្ចឹងពីព្រោះថាខ្ញុំអត់ដឹងថាវាជាស្អីហើយមិនមែនថាគាត់ដួសហ្នឹងអត់បានត្រីអត់បានអីទេណាបងប្អូនគាត់ទៅតាំងពីម៉ោង9រហូតពេលដែលខ្ញុំទៅថតហ្នឹងប្រហែលជាម៉ោង2អញ្ចឹងគាត់បាន2ធុងពេត្រូហើយថែមទាំងមានកន្លះទៀតគាត់បានច្រើនមែនតើហើយគាត់បានប្រាប់ខ្ញុំថាកាលពីព្រឹកហ្នឹងគឺគាត់បានយកត្រីមួយធុងហ្នឹងទៅទុកនៅផ្ទះរួចហើយចំពោះត្រីនេះគាត់បានប្រាប់ថាបើសិនជាមានបងប្អូនណាគាត់ចង់ទិញគឺគាត់លក់ក្នុងតម្លៃ1គីឡូ3000រៀលអញ្ចឹងទៅហើយបើសិនជាគ្មានបងប្អូនណាទិញទេពួកគាត់ក៏យកទៅធ្វើជាផ្អកធ្វើជាប្រហុកអញ្ចឹងទៅចំពោះសាច់ត្រីវិញគឺត្រីមានសភាពស្រស់តែម្ដងដែលយកចេញពីទឹកភ្លាមដែលគួរឲ្យចង់បរិភោគណាហើយនៅទីនេះមិនមែនមានតែបងប្អូនដែលជាអ្នកបងសំណាញ់ជាអ្នកដួសត្រីទេក៏មានបងប្អូនយើងដែលគាត់ធ្វើដំណើរទៅស្ទូចនៅតាមមាត់ព្រែកផងដែរចំពោះអ្នកដែលថាចូលចិត្តបងសំណាញ់ចូលចិត្តដួសត្រីឬនិយាយខ្លីទៅជាអ្នកពូកែខាងនេសាទណាពេលដែលឃើញវីដេអូនេះហើយបើសិនជាមិនបានមកមិនដឹងជាខកចិត្តប៉ុណ្ណាទេដោយសារតែពេលនេះគឺកំពុងតែពេលត្រូវត្រីតែម្ដងបងប្អូនហើយចំពោះបងប្អូនណាដែលគាត់មិនចេះបងសំណាញ់មិនចេះដាក់មងឬក៏មិនចេះដួសត្រីនិយាយឲ្យខ្លីទៅគឺមិនចេះទៅលើការនេសាទនឹងតែម្ដងអញ្ចឹងបងប្អូនក៏អាចមកលេងបានដែរហើយជាពិសេសទៅទៀតបងប្អូនគាត់ដែលមានប្រាក់អញ្ចឹងទៅអាចទិញបជានេសាទរបស់យើងដែលគាត់ធ្វើការនេសាទឬក៏ដួសដងត្រីនៅទីនោះណាដោយតម្លៃហ្នឹងបងប្អូនអាចចរចាជាមួយនឹងពួកគាត់ផ្ទាល់បានដោយមានតម្លៃចាប់ពី3000រៀលឡើងទៅអញ្ចឹងទៅហើយបើសិនជាបងប្អូនថាអត់ចង់បានត្រីធ្វើប្រហុកធ្វើផ្អកទេឬក៏អត់ចង់បានត្រីនឹងយកមកទទួលទានទេបងប្អូនអាចទៅលេងបានទៅមើលជាមួយនឹងទស្សនវិជ្ជាផ្ទាល់បានវេលាថ្មនេះប្រហែលជាមានបងប្អូនយើងកំពុងតែធ្វើការនេសាទនៅម្ដុំហ្នឹងហើយដោយខ្ញុំផ្ទាល់ពេលដែលទៅដល់ហ្នឹងគឺខ្ញុំមិនចេះសំបីតែដួសដងឬក៏ចាប់អីទេប៉ុន្តែពេលទៅដល់ហ្នឹងគឺសុវ័យចិត្តដោយសារតែយើងឃើញថាបងប្អូនប្រជានេសាទរបស់យើងហ្នឹងណាគឺពួកគាត់ធ្វើការនេសាទហ្នឹងគឺបានត្រីដែលយើងមើលទៅគឺហូរហឹកហាក់សុវ័យខ្លាំងមែនតើបងប្អូនសរុបត្រឡប់មកវិញបងប្អូនណាដែលចង់បានត្រីធ្វើផ្អកធ្វើប្រហុកហ្នឹងដាក់លុយទៅច្រើនត្រៀមកម្លាំងសម្រាប់ធ្វើត្រីហ្នឹងទៅចំពោះទីតាំងគឺមានច្រើនទៅតាមទីតាំងតាមកំពង់ចម្លងតាមស្ពានតាមអីអញ្ចឹងណាប៉ុន្តែសម្រាប់ទីតាំងដែលខ្ញុំកំពុងតែបង្ហាញនៅលើវីដេអូនេះមានទីតាំងនៅក្នុងភូមិជំនុំពលឃុំជាំតាម៉ៅស្រុកមេមត់ខេត្តត្បូងឃ្មុំដែលត្រើយមកខាងនៃព្រែកហ្នឹងណាគឺជាទឹកដីកំពង់ដំរីឃុំកំពង់ដំរីស្រុកឆ្លងខេត្តក្រចេះហើយចំពោះទីតាំងនេះគឺមានឈ្មោះថាស្ពានឪទ្រីមានបងប្អូនខ្លះគាត់ក៏បានហៅថាជាស្ពានកំពង់ដំរីចាស់បងប្អូនអាចអញ្ជើញមកលេងនិងទស្សនាកម្សាន្តបាន